យេស៊ូបងប្អូនជាជនជាតិកម្ពុជាទាំងអស់ដែលនៅក្នុងនិងក្រៅប្រទេសប្រជាជាតិអាចារ្យកម្ពុជាយើងសប្តាហ៍ថ្ងៃយេស៊ូដល់ប្រជាជនជាតិកម្ពុជាលើនិងកម្ពុជាក្រោមផងដែរយេស៊ូទាំងអស់គ្នាណាថ្ងៃនេះខ្ញុំសូមធ្វើថ្លែងសេចក្តីថ្លែងការណ៍មួយជូនដល់ប្រជាជនជាតិកម្ពុជាយើងទាំងអស់ដែលជាហៅថាកម្ពុជាលើហៅថាខ្មែរសរិនណាដែលរស់នៅក្នុងប្រទេសនៅក្នុងប្រទេសថៃសប្តាហ៍ថ្ងៃសូមជម្រាបឲ្យបានច្បាស់លាស់ទាំងអស់គ្នាសូមជ្រាបថាថៃកំពុងតែស្អប់ខ្ពើមមើលងាយមើលថោកប្រជាជនជាតិកម្ពុជាយើងទាំងអស់ទាំងលើទាំងក្រោមទាំងកណ្ដាលណាខ្ញុំសូមជម្រាបឲ្យច្បាស់វាសម្លាប់ប្រជាជនយើងដោយគ្មានបល័យទេពួកវាជាមេឃាតករកំពូលដល់ប្រជាជនជាតិកម្ពុជាយើងតាំងពីដើមមកខ្ញុំសូមជម្រាបថានៅពេលនេះក៏ដូចគ្នាដូច្នេះខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍ជូនដល់ប្រជាជនជាតិកម្ពុជាលើដែលហៅថាខ្មែរសរិនសប្តាហ៍ថ្ងៃឲ្យបានច្បាស់លាស់ថាត្រូវតែប្រយ័ត្នខ្លួនត្រូវតែប្រុងប្រយ័ត្នខ្លួនទាំងអស់គ្នាត្រូវតែការពារគ្នាទៅវិញទៅមកព្រោះអីថៃវាមិនទុកអ្នកទេខ្ញុំសូមជម្រាបឲ្យច្បាស់ថៃវាមិនទុកខ្មែរសរិនឬកម្ពុជាលើឲ្យនៅរស់នៅក្នុងប្រទេសជាតិរបស់ថៃនឹងបានទេដូច្នេះប្រទេសថៃនេះគឺជាប្រទេសរបស់អ្នកត្រូវតែងើបឡើងទាំងអស់គ្នាខ្មែរសរិនទាំងអស់ដែលហៅថាកម្ពុជាលើត្រូវតែងើបទាំងអស់គ្នាត្រូវតែបង្កើតជាក្រុមណាតាមភូមិតាមឃុំតាមស្រុកតាមខេត្តណារៀងខ្លួនណាគ្រប់ទីតាំងរៀងខ្លួនហើយការពារគ្នាថែសារគ្នាណាមើលការខុសត្រូវគ្នាវិញទៅមកឲ្យបានច្បាស់លាស់ព្រោះឯពួកវាមិនមែនសម្លាប់ដោយចំមុខទេពួកវានឹងកំទេចអ្នកចោលដោយសាររឿងបញ្ហាអ្វីមួយហើយវានឹងកំទេចអ្នកចោលហើយខ្ញុំជឿវាច្បាស់វានឹងគៀសអ្នកចេញពីប្រទេសជាតិរបស់ខ្លួនពីទឹកដីរបស់ខ្លួនឲ្យទៅនៅជោគមួយកន្លែងដើម្បីវាស្រួលងាយស្រួលសម្រាប់ចោលតែម្ដងនេះខ្ញុំសូមនិយាយច្បាស់ប្រុងប្រយ័ត្នខ្លួនទាំងអស់គ្នាវានឹងសម្លាប់អ្នកហើយអ្នកឯងទាំងអស់ត្រូវតែងើបឡើងហើយចូលរួមជាមួយកម្ពុជាកណ្ដាលឡើងណានិងកម្ពុជាក្រោមឡើងជាបងប្អូនជាយើងជាខ្មែរតែមួយទេយើងជាកម្ពុជាតែមួយទេដូច្នេះសូមជ្រាបត្រូវតែងើបឡើងហើយចូលជាមួយកម្ពុជាការពារខ្លួនត្រូវតែការពារខ្លួនអ្នកឯងមិនការពារខ្លួនទេនៅពេលនេះអ្នកឯងគឺអាលាយហើយខ្ញុំសូមនិយាយច្បាស់វានឹងសម្លាប់អ្នកដោយមធ្យោបាយណាមួយឬក៏ប្លង់កំជួចដាក់អ្នកបណ្ដោយតែម្ដងពេលនៅពេលដែលវាគៀសអ្នកជន្លៀសអ្នកទៅនៅមួយទីមួយកន្លែងនោះវានឹងក្លែងហើយវានឹងចោទថាកម្ពុជាជាអ្នកបបប្លង់កំជួចទៅដាក់អ្នកវិញទៅសម្លាប់អ្នកវិញនេះវាពួកអាថៃនេះវាអាក្រក់ណាស់ខ្ញុំសូមនិយាយច្បាស់វាកុហកផងវាធ្វើអ្វីទាំងអស់ឲ្យទៅខុសច្បាប់ក៏ដោយក៏វាធ្វើដែរវាមិនខ្លាចអ្នកណាទាំងអស់ច្បាប់អន្តរជាតិវាក៏វាមិនគ្រប់ដែរសប្តាហ៍ថ្ងៃនេះវាកំពុងតែធ្វើដោយឈ្លានពានកម្ពុជាដល់ពេញទីដោយគ្មានដោយចេញមុខដោយគ្មានខ្លាចអ្នកណាខ្លាចច្បាប់អ្វីទាំងអស់នេះខ្ញុំសូមនិយាយច្បាស់ដូច្នេះវាមិនខ្លាចសម្លាប់អ្នកទេវានឹងលេងអ្នកហើយខ្ញុំសូមនិយាយច្បាស់អ្នកឯងទាំងអស់កម្ពុជាលើទាំងអស់ត្រូវតែការពារខ្លួនហើយចូលគ្នាបង្កើតជាក្រុមឡើងហើយការពារគ្នាវិញមកហើយគាត់សើរើទៅយកប្រទេសថៃនឹងទាំងមូលក៏ជារបស់អ្នកដែរអ្នកឯងយកទាំងអស់តែតាមពិតតែ37ខែទេដែលយើងបាត់ក្នុងចំនួនក្រោយនេះតែតាមពិតគឺទាំងអស់បើទូទាំងប្រទេសថៃទាំងមូលគឺជាប្រទេសរបស់អ្នកឯងទៅងើបឡើងវៃប្រហារយកប្រទេសជាកម្ពុជាលើនឹងមកវិញយកមកគ្រប់គ្រងដល់ខ្លួនឯងអ្នកឯងមិនអាចនៅក្រោមអំណាចនៅក្រោមការគ្រប់គ្រងរបស់ក៏ដួយម៉ែវាអាថៃចុយម៉ែនឹងបានជាដាច់ខាតនេះខ្ញុំសូមនិយាយច្បាស់នេះសូមបងប្អូនទាំងអស់សូមជ្រាបនេះជាការសម្ដែងសេចក្តីថ្លែងការណ៍របស់ខ្ញុំជូនដល់អ្នកទាំងអស់ដែលហៅថាកម្ពុជាក្រោមកម្ពុជាលើឲ្យបានជ្រាបហើយឲ្យការពារខ្លួនហើយឲ្យបានដឹងខ្លួនងើបឡើងកុំឲ្យចាញ់បោកវាទៀតវាសម្លាប់អ្នកហើយខ្ញុំសូមនិយាយច្បាស់ពីខ្ញុំសារាវុធនងអឿនដែលជាប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជានៅក្នុងប្រជាជាតិអាចារ្យកម្ពុជាសប្តាហ៍ថ្ងៃនេះខ្ញុំសូមជម្រាបឲ្យច្បាស់ណាសូមជម្រាបទាំងអស់គ្នាប្រុងប្រយ័ត្ន